មាននៅថ្ងៃច័ន្ទនេះធ្លាក់ថ្លៃបន្តិចហើយក៏មានការងើបឡើងថ្លៃត្រឡប់មកវិញតោះយើងមកដឹងអំពី5វិធីនៃការវិនិយោគទៅលើមាសក៏ត្រឹមម៉ោង9ព្រឹកថ្ងៃច័ន្ទនេះតម្លៃហាងឆេងមាសមានតម្លៃ$4,630ក្នុង1អោនក្នុងមួយតម្លឹង$5,578 1គីឡូ$14,8773តម្លៃហាងឆេងមាសនៅថ្ងៃច័ន្ទនេះបានធ្លាក់ចុះបន្តិចហើយក៏មានការងើបឡើងថ្លៃត្រឡប់មកវិញបន្ទាប់ពីព័ត៌មានអត្រាអ្នកគ្មានការងារធ្វើមិនរួមបញ្ចូលវិស័យកសិកម្មមានភាពល្អប្រសើរមាសគឺជាទ្រព្យសកម្មដ៏ពេញនិយមសម្រាប់ការវិនិយោគព្រោះវាអាចការពារទ្រព្យសម្បត្តិពីអតិផរណាភាពមិនប្រកបប្រជានៃសេដ្ឋកិច្ចនិងហានិភ័យនៃទីផ្សារខាងក្រោមនេះជាវិធីសំខាន់ក្នុងការវិនិយោគទៅលើមាសទី1ទិញមាសគីឡូការទិញមាសគីឡូមាសសុទ្ធ 24K មានអត្ថប្រយោជន៍កាន់កាប់ដោយផ្ទាល់មានតម្លៃពិតប្រាកដតែអ្នកត្រូវរក្សាទុកឲ្យមានសុវត្ថិភាពព្រោះវាមានហានិភ័យត្រូវគេប្លន់ឬលួចវិធីនេះស័ក្តិសមសម្រាប់អ្នកដែលចង់មានមាសពិតៗទិញទុករយៈពេលយូរទី2ការទិញមាសទុកធ្វើជាគ្រឿងអលង្ការទិញចិញ្ចៀនខ្សែកឬគ្រឿងអលង្ការផ្សេងៗនិយាយអំពីអត្ថប្រយោជន៍អាចប្រើប្រាស់បាននិងមានតម្លៃសោភ័ណភាពរីឯគុណវិបត្តិវិញតម្លៃខ្ពស់ជាងតម្លៃមាសសុទ្ធដោយសារថ្លៃផលិតកម្មនិងការរចនានៅពេលលក់អាចនឹងមានតម្លៃទាបជាងមាសដុំគីឡូស័ក្តិសមសម្រាប់ការវិនិយោគរយៈពេលវែងនិងការប្រើប្រាស់ទី3ការទិញមាសតាម ETF ឬជួញដូរតាម Leverage by Gold ETF ជាការជួញដូរដែលតាមដានតម្លៃមាសដោយផ្ទាល់និយាយអំពីអត្ថប្រយោជន៍ងាយស្រួលទិញលក់ដូចភាគហ៊ុនមិនត្រូវរក្សាទុកដូចមាសពិតនិងថ្លៃទាបនិយាយឲ្យគុណវិបត្តិវិញគឺมันមានការកាន់កាប់មាសពិតស័ក្តិសមសម្រាប់វិនិយោគិនថ្មីឬអ្នកចង់ចំណេញច្រើនព្រោះប្រើទំហំជួញដូរទាបឬទុនបំប៉ោងទី4ទិញភាគហ៊ុនក្រុមហ៊ុនផលិតមាស by company with the gold products ការវិនិយោគទៅលើរ៉ែមាសដូចជា Ocean Gold Corporation Ocean Gold គឺជាក្រុមហ៊ុនផលិតមាសនៅកាណាដាដែលមានរ៉ែនៅអូស្ត្រាលីនិងផ្នែកផ្សេងទៀតតម្លៃភាគហ៊ុនបច្ចុប្បន្នប្រហែល$44ទៅ$45កាណាដាក្នុងមួយហ៊ុននិងកំពុងមានការរីកចម្រើនល្អនិយាយគុណវិបត្តិវិញគឺមានហានិភ័យខ្ពស់សមរម្យព្រោះត្រូវតាមដានផ្សារហ៊ុនក្រុមហ៊ុនចុងក្រោយគេគឺការទិញមាស Digital ការទិញមាសតាមអ៊ីនធឺណិតតាមរយៈកម្មវិធីធនាគារឬវេទិកា Digital ដូចជា GoBack Cryptocurrency ឬ Digital Gold Platforms និយាយអំពីអត្ថប្រយោជន៍ទិញបានតូចតាចចាប់ពី1ក្រាមងាយស្រួលមិនត្រូវរក្សាទុកនិងអាចលក់ចេញបានភ្លាមៗរីឯគុណវិបត្តិពឹងផ្អែកទៅលើវេទិកានិងមានហានិភ័យបច្ចេកវិទ្យាស័ក្តិសមសម្រាប់វិនិយោគិនវ័យក្មេងឬអ្នកចង់វិនិយោគតូចៗទាំងនេះគឺជាវិធីសាស្ត្រទាំង5ក្នុងការវិនិយោគទៅលើមាសតើបងប្អូនកំពុងវិនិយោគទៅលើវិធីមួយណាដែរឬមិនទាន់សម្រេចចិត្តនៅឡើយទេសម្រាប់លោកស្រីដែលកំពុងមានចំណាប់អារម្មណ៍ក្នុងការចេះលម្អិតពីរបៀបទិញលក់ក៏ដូចជាបើកណនីកក់ហាងឆេងមាសដោយប្រើដើមទុនតិចនិងជួញដូរតាមរយៈប្រព័ន្ធធនាគារលោកស្រីអាចធ្វើការទំនាក់ទំនងមកនាងខ្ញុំសារ៉ាសាន់ដេតាមលេខទូរស័ព្ទនៅខាងលើដើម្បីទទួលបានការបង្រៀនក៏ដូចជាការបើកណនីជូនដោយឥតគិតថ្លៃ